bạn số đấyในក្នុងវីដេអូនេះយើងនឹងបង្ហាញអំពី code HTML តាក់ទងជាមួយនឹងHTML color អញ្ចឹងខ្ញុំជ្រើសរើសតែពីរទេទីមួយខ្ញុំចង់ដាក់ background color មួយទៀតខ្ញុំចង់ដាក់ color ទៅលើឲ្យតិច background color ទៅឲ្យតិចនិង color ទៅឲ្យតិចហើយប្រើប្រាស់ H1 ហើយនឹង page អូខេទៅតោះឥឡូវយើងវាយតាសញ្ញានឹងមួយមកគឺសញ្ញាទានហើយ enter មកគឺវាចេញ code ទាំងអស់តែម្ដងបន្តមកខ្ញុំវាយ H1 បាទវាយ 1 តមកខ្ញុំដាក់ style អញ្ចឹងយើងដាក់ style តិចៗទៅឲ្យ code HTML ប៉ុន្តែយើងមានក្បួនច្រើនទៀតឥឡូវយើងលេង style តិចៗសិនឲ្យយល់ពី style តិចៗយូរយើងអាចដាក់បានច្រើនហើយអញ្ចឹងលេង style តិចទៅអញ្ចឹងទីមួយខ្ញុំដាក់ទៅឲ្យ background color យើងចេះ background color សិនណាបាទរៀនម្ដងតិចកុំរៀនឆាប់ឲ្យបានច្រើនពេកតែចង់អត់ចេះទេអញ្ចឹងដាក់ background color អញ្ចឹងនៅក្នុងVS Code គឺយើងស្រួលរក color យើងដាក់ red ក៏បានយើងសេយកក៏បានឬក៏យើងដាក់ blue ក៏បានយើងសេយកក៏បានសាច់ចិត្តជើប៉ុន្តែបើយើងអត់ឆ្លាញ់យើងចង់បានពណ៌លក្ខណៈផ្សេងយើងទៅយកពណ៌ពី Photoshop យកមកដាក់ឥឡូវខ្ញុំខ្ជិលខ្ញុំចង់ដាក់ចឹងហ្មងណាចាំពេលក្រោយខ្ញុំនឹងប្រាប់ពីរបៀបជួបពណ៌ Photoshop យកមកដាក់មកនៅក្នុង code HTML ហ្នឹងអញ្ចឹងដាក់ថា I love ខ្មែរ history បាទអូខេមួយទៀតខ្ញុំដាក់ទៅលើពេប៉ុន្តែពេខ្ញុំប្រើ style បាទប្រើ style color ដាក់ទៅលើអក្សរបាទ color អញ្ចឹង color ខ្ញុំដាក់ទៅលើ red បាទ red សូមប្រើ blue មួយក៏បានដែរទេបាទយក blue ពណ៌ខៀវហើយខ្ញុំដាក់ថា I love Cambodia Yasuri love Cambodia បាទខ្ញុំ save ខ្ញុំសាក run អញ្ចឹង file ខ្ញុំនៅក្នុងនេះគឺដាក់ថា HTML color អញ្ចឹងនេះគឺជា background នៃតិចបាទតិច background នៃ I love ខ្មែរ history ហើយនេះគឺជាពណ៌អក្សរដែលយើងដាក់ពណ៌ blue ហ្នឹងយើងអាចដាក់ក្នុងនេះយើងអាចដាក់ថាកន្លែងនេះយើងអាចដាក់ B មួយទៀតបាទ B បាទដាក់ B មួយទៀតទៅ B នឹងអក្សរដានបាទដានអញ្ចឹងយើងសាក run ម្ដងទៀតមកគឺមិនប៉ុណ្ណឹងអញ្ចឹងថ្ងៃហ្នឹងយើងសិក្សាទៅលើតែ background color បាទ style background color ហើយនឹង color ដាក់ទៅលើអក្សរហ្នឹងហើយអូខេជួបគ្នានៅវីដេអូក្រោយទៀត